សួស្តីបងប្អូនអរគ្នាហើយខ្ញុំចង់ចែករំលែកជាមួយបងប្អូនទាក់ទងជាមួយនឹងទូប្រកាយឬក៏ទូព្រះពន្លាចំពោះគ្រិស្តបរិស័ទកាតូលិកនៅក្នុងព្រះវិហារយើងមានតំបន់ពិសេសមួយដែលយើងហៅថាទីសក្ការៈឬក៏យើងហៅទូទៅថាអាសនៈហើយនៅលើទីសក្ការៈឬក៏អាសនៈនោះផងដែរយើងមានចំណុចសំខាន់ពីរទី1គឺតុសក្ការៈទី2និងទូព្រះពន្លាថ្ងៃនេះខ្ញុំនឹងនិយាយអំពីទូព្រះពន្លាតាមពិតទូព្រះពន្លាបើយើងអានជាភាសាអង់គ្លេសយើងហៅថា Tabernacle ឬក៏ភាសាឡាតាំងដែលយើងហៅថា Tabernaculumទូព្រះពន្លាឬក៏ទូព្រះកាយមានន័យដូចម្ដេចពីទូទៅគ្រាបរិស័ទហៅសម្ភារៈសក្ការៈនេះថាទូព្រះកាយដែលផ្ដោតសំខាន់ទៅលើការប្រើប្រាស់ទូនេះដើម្បីទូព្រះកាយតែបើយើងហៅចំអត្ថន័យគឺយើងគួរតែហៅថាទូព្រះពន្លាភាសាអង់គ្លេសគេហៅថា Tabernacle ដែលមានប្រភពមកពីភាសាឡាតាំងដែលហៅថា Tabernaculum ឬក៏ភាសាហេប្រឺហៅថា Mishkan ដែលបកប្រែថាលំនៅឋានមិនអចិន្ត្រៃយ៍ជាមួយនឹងពាក្យខ្មែរដែលហៅថាព្រះពន្លាគឺសំដៅទៅលើទីកន្លែងដែលរៀបចំសម្រាប់ព្រះមហាក្សត្រព្រះអង្គគង់នៅដូច្នេះតាមអត្ថន័យនៃពាក្យទាំងភាសាខ្មែរភាសាអង់គ្លេសឡាតាំងជាមួយនឹងហេប្រឺបកប្រែថាទីកន្លែងឬក៏លំនៅឋានមិនអចិន្ត្រៃយ៍ដែលកន្លែងនេះគឺផ្ដោតសំខាន់ទៅលើវត្តមានរបស់ព្រះជាម្ចាស់មិនមែនផ្ដោតសំខាន់ទៅលើទីលំនៅស្ថានរបស់មនុស្សទេដូចគ្នាដែរការប្រើប្រាស់ទូព្រះពន្លាប្រពេលដែលមានវត្តមានព្រះកាយនៅក្នុងទូព្រះពន្លានោះបង្ហាញថាមានវត្តមានព្រះជាម្ចាស់នៅទីកន្លែងនោះចំពោះគ្រិស្តបរិស័ទកាតូលិកទូព្រះពន្លានេះប្រៀបដូចជាព្រះពន្លាដែលព្រះជាម្ចាស់បានបញ្ជាឲ្យប្រជាជនអ៊ីស្រាអែលសង់ឡើងសម្រាប់ព្រះអង្គនៅក្នុងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាពឃើញមានដូចជានៅក្នុងជំពូកទី25គេមានសរសេរថាអំពីគម្រោងសំណង់ព្រះពន្លាហើយមានជំពូកជាច្រើនទៀតដែលនិយាយអំពីព្រះពន្លានេះដូចជាជំពូកទី35ជំពូកទី36ហើយនិយាយអំពីដំណើរដែលលោកម៉ូសេទៅជួបព្រះជាម្ចាស់នៅក្នុងព្រះពន្លានោះដូច្នេះហើយព្រះពន្លាគឺជាកន្លែងដែលមានវត្តមានរបស់ព្រះជាម្ចាស់ដូចគ្នាដែរចំពោះគ្រិស្តបរិស័ទកាតូលិកដែលទូព្រះពន្លាគឺជាកន្លែងដែលរក្សានៅវត្តមានរបស់ព្រះជាម្ចាស់គឺព្រះកាយព្រះគ្រីស្ទផ្ទាល់ចំពោះទូព្រះពន្លាយើងឃើញមានការរចនាជាមួយនឹងទីតាំងទៅតាមព្រះសហគមន៍ផ្សេងគ្នាដែលមិនបានកំណត់ច្បាស់លាស់ប៉ុន្តែទូព្រះពន្លាអាចស្ថិតនៅចំកណ្ដាលអាសនៈឬក៏នៅខាងឆ្វេងឬក៏ខាងស្ដាំអាសនៈប៉ុន្តែយើងមានឃើញចំណុចរួមមួយដែលទូព្រះពន្លាទូទាំងសកលលោកមានគឺទី1ទូព្រះពន្លាត្រូវតែមានកន្លែងរក្សាទុកត្រឹមត្រូវនិងមានការចាក់សោត្រឹមត្រូវទី2គឺទូព្រះពន្លានីមួយៗត្រូវតែមានភ្លើងបំភ្លឺជាភ្លើងទៀនចង្កៀងឬក៏ភ្លើងអេឡិចត្រូនិកតែសម័យមុនគេប្រើប្រាស់ភ្លើងទៀនឬក៏ចង្កៀងតែបច្ចុប្បន្នដោយសារតែសម័យទំនើបគេប្រើប្រាស់ភ្លើងអេឡិចត្រូនិកឬក៏ភ្លើងអគ្គិសនីតែយើងមានការកំណត់មួយដរាបណាព្រះកាយព្រះគ្រីស្ទនៅក្នុងទូព្រះពន្លាភ្លើងទាំងអស់នឹងត្រូវដាច់ខាតត្រូវតែបំភ្លឺប៉ុន្តែយើងមានការកំណត់ពិសេសមួយគឺរាល់ពេលដែលមានវត្តមានរបស់ព្រះកាយព្រះគ្រីស្ទនៅក្នុងទូព្រះពន្លាភ្លើងនោះត្រូវតែបំភ្លឺជានិច្ចហើយភ្លើងនោះត្រូវបានបិទនៅក្នុងករណីដែលទូព្រះពន្លានោះមិនមានព្រះកាយហើយយើងឃើញចំណុចពិសេសនេះកើតឡើងទូទាំងសកលលោកគឺនៅថ្ងៃសុក្រពិសិដ្ឋដែលលោកបូជាចារនឹងប្រមូលព្រះកាយទាំងអស់ចេញពីទូព្រះពន្លាបានបើកចំហហើយភ្លើងនោះត្រូវបានបិទដែលបង្ហាញអំពីការសោយទីវង្គតរបស់ព្រះយេស៊ូវគ្រីស្ទហើយទូព្រះពន្លានេះមិនមែនត្រឹមតែរក្សានៅវត្តមានរបស់ព្រះកាយព្រះគ្រីស្ទនៅក្នុងពេលក្រោយពិបូជាឬក៏កំឡុងពេលពិបូជានោះទេប៉ុន្តែជាទូទៅចំពោះគ្រិស្តបរិស័ទកាយកាតូលិកមានបងប្អូនមួយចំនួនតែងតែចូលចិត្តអធិដ្ឋានមកទូព្រះកាយដោយសារតែជាកន្លែងដែលមានវត្តមានរបស់ព្រះគ្រីស្ទផ្ទាល់នៅក្នុងព្រះកាយដែលនៅក្នុងទូនោះដូច្នេះហើយបានជាគ្រិស្តបរិស័ទកាតូលិកតែងតែគោរពអាសនៈនៅពេលដែលដើរកាត់អាសនៈគឺកំពុងតែគោរពព្រះយេស៊ូវគ្រីស្ទដែលព្រះអង្គមានវត្តមាននៅក្នុងទូព្រះពន្លានោះបងប្អូនមានសំណួរឬក៏ឆ្ងល់អំពីគ្រឿងសក្ការៈឬក៏ពិធីផ្សេងនៅក្នុងព្រះសហគមន៍កាតូលិកបងប្អូនអាចខមមិនសួរបានហើយចំពោះបងប្អូនគ្រិស្តបរិស័ទកាតូលិកដែលនៅក្នុងប្រទេសកម្ពុជាបើព្រះវិហាររបស់បងប្អូនមានទូព្រះកាយរចនាបថស្អាតបែបណាអាចខមមិននៅខាងក្រោមបានបាយ